រឿងមនុស្សចិត្តក្តៅកាលពីសម័យដើមមានបុរសអន្ទះសារម្នាក់ចូលទៅក្នុងហាងគុយទាវមួយកន្លែងគេមិនទាន់បានកំងអ្វីនៅឡើយផងស្រាប់តែស្រែកឡងថាហេតុអីបានជាមិនដាក់គុយទាវមកឲ្យយើងថាហើយគេក៏អង្គុយចុះទៅឯម្ចាស់ហាងក៏ចិត្តក្តៅមិនធម្មតាដែរគេយកគុយទាវមួយចានមកចាក់លើតុពីមុខបុរសនោះហើយនិយាយថាឆាប់ប្រមូលស៊ីទៅយើងប្រញាប់យកចានទៅលាងបុរសនោះខឹងជាខ្លាំងពេលត្រឡប់មកដល់ផ្ទះគេក៏រអ៊ូដាក់ប្រពន្ធវាធ្វើឲ្យយើងខឹងចង់ងឹបនិយាយមិនទាន់ចប់ស្រួលបួលផងប្រពន្ធក៏ប្រម៉ែប្រមូលសម្ពត់អាវហើយនិយាយខ្លាំងដាក់ប្តីថាបើឯងងឹបខ្ញុំនឹងអាវទៅរៀបការប្តីថ្មីទៀតគ្រាន់តែនិយាយចប់ប្រពន្ធនោះក៏មិនអន់ប៉ុន្មានដែរនាងវិចបង្វិចចេញពីផ្ទះទៅរៀបការប្តីថ្មីតាមចិត្តក្តៅអញ្ចឹងដែរទៅការបានត្រឹមតែមួយយប់ស្អែកឡើងលោកប្តីថ្មីក៏គិតបន្តិនណាស់ដែរសុំលេងក្តៅតែម្ដងដល់ប្រពន្ធសួរថាមិនក៏ប្រញាប់លេងគ្នាម្លេះប្តីថ្មីនោះឆ្លើយដោយអាការៈមិនសប្បាយចិត្តថារហូតមកដល់ថ្មនេះហើយឯងរកកូនប្រុសឲ្យយើងម្នាក់ក៏មិនបានដែរតើឲ្យយើងចាំដល់អង្កលទៀតជំងឺអន្ទះសារឬចិត្តក្តៅគឺជាចរិតនិស្ស័យរបស់បុគ្គលម្នាក់ប៉ុន្តែបើវាជ្រុលហួសពីបែបបទពិតរបស់ធម្មជាតិវានឹងនាំឲ្យកើតទៅជាវិបត្តិផ្សេងមកដល់ខ្លួនទៅវិញព្រោះដំណើរការវិវត្តរបស់វត្ថុផងទាំងពួងវាអាស្រ័យទៅលើបែបបទដ៏សមស្របនិងពេលវេលាជាក់លាក់ហេតុនេះយើងត្រូវសម្របទៅតាមបែបបទមិនមែនអាចបញ្ជាបែបបទផ្សេងឲ្យស្របតាមតែចិត្តយើងទេការចង់ឲ្យអ្វីកើតភ្លាមតាមចិត្តក្តៅរបស់ខ្លួនវាមិនខុសពីយកខ្ញែមករោលលើខ្លួននោះឡើយរឿងក្រឡាសំណាញ់មួយប្រឡោះពួកអ្នកដើរទាក់សត្វតែងតែដឹងថាសត្វនឹងហើរមកតាមផ្លូវណាគេក៏យកសំណាញ់ទៅលាតសន្ធឹងចាំទាក់គេតែងធ្វើរបៀបនេះហើយក៏ទាក់បានសត្វជាហូរហែអញ្ចឹងទៅបុរសម្នាក់ទៀតតាមសង្កេតមើលគេទាក់សត្វយ៉ាងយកចិត្តទុកដាក់បំផុតគេសង្កេតដឹងម្យ៉ាងថាពេលសត្វជិបសំណាញ់គេឃើញជិបម្ដងតែមួយក្រឡាទេហេតុអីក៏ពួកទាក់សត្វវាចាប់ក្រឡាសំណាញ់ឲ្យច្រើននឹមតែខាត់ពេលធ្វើអីពេលត្រឡប់មកផ្ទះវិញបុរសនោះក៏រកអំបោះខ្លីៗមកចាក់ធ្វើក្រឡាជារង្វង់តែមួយដាច់ពីគ្នាជាច្រើនរង្វង់ដើម្បីយកទៅទាក់សត្វអ្នកភូមិដែលនៅក្បែរនោះដើរមកឃើញដូច្នេះនឹកឆ្ងល់ហើយសួរថាឯងធ្វើស្អីនឹងបុរសនោះឆ្លើយអានេះខ្ញុំផលិតវាសម្រាប់យកទៅទាក់សត្វព្រោះថាសត្វវានឹងជិបសំណាញ់ម្ដងតែមួយក្រឡាទេដូច្នេះយើងចាំបាច់ទៅចាក់អាសំណាញ់ក្រឡាច្រើននឹមតែខាតធ្វើស្អីសំណាញ់ត្រូវមានក្រឡាច្រើនក្រឡានីមួយរបស់វាគឺជាចំណែកមួយរបស់សំណាញ់ទាំងមូលមិនអាចផ្ដាច់ចេញពីគ្នាបានឡើយការដែលគេយកសំណាញ់ទៅទាក់សត្វឬទៅចាប់ត្រីបានវាដោយសារតែការរួមគ្នារបស់ក្រឡាច្រើនបង្កើតបានទៅជាសំណាញ់ទាំងផ្ទាំងដើម្បីបង្កឲ្យមានប្រសិទ្ធភាពទោះបីជាសត្វមួយជិបក្នុងក្រឡាសំណាញ់តែមួយប៉ុន្តែបើពុំមានក្រឡាសំណាញ់ច្រើនរួមគ្នាទេក្រឡាតែមួយនោះក៏គ្មានបានការអ្វីដែរបុរសល្ងងគិតឃើញពីគុណសម្បត្តិក្រឡាសំណាញ់មួយប្រឡោះតែគេមិនបានយល់ពីសម្ព័ន្ធភាពរបស់ក្រឡាសំណាញ់ទាំងអស់ទេការដែលមើលឃើញតែចំណុចតូចតាចហើយមើលមិនឃើញពីបុព្វហេតុរួមដូច្នេះទោះជាខំប្រឹងពេញមួយជីវិតក៏អ្នកមិនអាចចាប់អ្វីបានដែររឿងសម្បត្តិផ្សេងនៃផ្សឹងបុរសម្នាក់រស់នៅក្នុងស្រុកអ៊ីងនៃនគរឈូបានសរសេរសម្បត្តិមួយច្បាប់ផ្ញើជូនទៅមិត្តភក្តិម្នាក់ដែលធ្វើជាអគ្គមហាសេនានៃនគរអៀនដោយចៃដន្យគេសរសេរសម្បត្តិក្នុងពេលយប់ទៀនដាក់បំភ្លឺវានៅទាបពេកទើបគេប្រាប់ទៅអ្នកបម្រើថាលើកទៀនហើយពេលកំពុងនិយាយនោះគេក៏ច្រឡំសរសេរពាក្យលើកទៀនចូលទៅក្នុងសម្បត្តិនោះផងដែរពេលអគ្គមហាសេនាបានទទួលសម្បត្តិរបស់មិត្តភក្តិ
យកមកអានគេក៏នឹកឆ្ងល់នឹងពាក្យលើកទៀនដែលសរសេរមកឆ្កុយដូច្នេះធ្វើឲ្យគេគិតសារចុះសារឡើងជាច្រើនត្រឡប់នៅតែរកនឹកមិនយល់ក្រោយពីចំណាយពេលគិតយូរបន្តិចមកគេក៏ធ្លោយមិត្តដោយក្តីត្រេកអរថាពុទ្ធអើយសំឡាញ់អីក៏សរសេរពាក្យជ្រៅម្លេះតាមពិតទៅពាក្យថាលើកទៀនគឺចង់ឲ្យយើងមើលអ្វីបានច្បាស់ហើយដើម្បីឲ្យមើលបានច្បាស់គេត្រូវតែចេះប្រើមនុស្សដែលមានសមត្ថភាពម្ចាស់ថ្លៃទម្រាំតែរកនឹកឃើញអគ្គមហាសេនាបាននាំយកគំនិតនេះទៅទូលដល់ព្រះមហាក្សត្រហើយព្រះអង្គក៏មានព្រះទ័យស្របតាមគំនិតនេះដែរក្រោយពីពេលនោះមកនគរអៀនបានយកចិត្តទុកដាក់ក្នុងការជ្រើសរើសនិងប្រើប្រាស់មន្ត្រីរាជការដែលសុទ្ធសឹងតែជាអ្នកមានសមត្ថភាពពិសេសធ្វើឲ្យការគ្រប់គ្រងប្រទេសមានលក្ខណៈល្អប្រសើរជាខ្លាំងទោះបីជាពាក្យលើកទៀនឲ្យផលល្អដល់ការគ្រប់គ្រងប្រទេសរបស់នគរអៀនក៏ពិតមែនប៉ុន្តែពាក្យលើកទៀននៅក្នុងសម្បត្តិរបស់អ្នកស្រុកនៃនគរឈូពុំមានន័យដូច្នោះឡើយនិទានរឿងនេះមានបំណងចង់ឲ្យយើងដឹងអំពីការខំកាឡៃយករឿងដោយឡែកមកតម្រូវឲ្យស៊ីសាច់រឿងគ្នាដែលធ្វើឲ្យការយល់ដឹងទៅលើសាច់រឿងពិតវាទៅជាចាកប្រធានទៅវិញការដែលអគ្គមហាសេនារបស់នគរអៀនយល់អត្ថន័យខុសតែវាបែរជាហុចផលល្អក្នុងការគ្រប់គ្រងប្រទេសនោះគឺជារឿងចៃដន្យដែលកម្រនឹងកើតមានណាស់និងបើតាមការពិតការវាយតម្លៃខុសដូច្នេះជាទូទៅវាតែងហុចផលអាក្រក់ច្រើនជាងផលល្អរឿងសត្វមានបុណ្យកាលគ្រាមួយអាកាសធាតុក្តៅហួតហែងទឹកនៅតាមត្រពាំងបឹងបួរីងស្ងួតគោកអស់រលីងពពួកសត្វពស់ទាំងឡាយនាំគ្នាពិគ្រោះគ្នាអំពីបញ្ហាផ្លាស់ប្ដូរទីកន្លែងរស់នៅពស់តូចបាននិយាយទៅកាន់ពស់ធំថាបើឲ្យពស់ធំវានៅមុខហើយទុកឲ្យពស់តូចវាពីខាងក្រោយពេលណាមនុស្សមើលឃើញគេប្រកាសជាវាពស់តូចស្លាប់អស់មិនខានហេតុនេះយកល្អយើងត្រូវឲ្យពស់តូចអស់ពីលើពស់ធំពេលណាមនុស្សមកឃើញគេនឹងមានការចម្លែកក្នុងចិត្តគិតថាពួកយើងជាសត្វអស្ចារ្យឬជាសត្វមានបុណ្យហើយគេនឹងខ្លាចពុំហ៊ានធ្វើអ្វីពួកយើងឡើយក្រោយពីស្របយោបល់គ្នាហើយពស់ធំក៏ឲ្យពស់តូចពំកន្ទុយរបស់ខ្លួនហើយយកដងខ្លួនអស់ពីលើនឹមគ្នាវាតាមថ្នោតទៅឯមនុស្សពេលឃើញដូច្នេះស្រាប់តែនឹមគ្នាភ័យខ្លាចហើយស្រែកប្រាប់គ្នាថាពស់មានបុណ្យមកដល់ហើយពួកសត្វពស់ក៏មានកន្លែងឆ្លាតរបស់វាដែរពេលដែលបដូររូបបែបក្នុងការវាធ្វើឲ្យខុសប្លែកពីមុនតែបន្តិចវាក៏ខ្លាចទៅជាសត្វអស្ចារ្យធ្វើឲ្យមនុស្សនឹមគ្នាភ័យខ្លាចទៅវិញវត្ថុដដែលគេអាចកលាយរូបភាពខាងក្រៅរឹបរយប៉ុនបែបប៉ុន្តែធាតុពិតរបស់វាពុំមានអ្វីផ្លាស់ប្ដូរឡើយការដែលយើងនឹមគ្នាទៅលើកតម្លៃវត្ថុខ្លះដែលគ្រាន់តែមានរូបភាពចម្លែកវាគឺជាការគួរឲ្យអស់សំណើចហេតុនេះយើងគួររៀនបែងចែកឲ្យច្បាស់លាស់អំពីអ្វីដែលជាធាតុពិតអ្វីដែលជារូបកាឡៃនិងនៅពេលដែលយើងចាប់បាននៅចំណុចនេះហើយទោះជាសម្បកខាងក្រៅបង្ហាញរូបភាពណាក៏ដោយយើងនៅតែអាចវិនិច្ឆ័យពីធាតុពិតរបស់វាបានគ្រប់ពេលហើយក៏មិនចាញ់បោកសត្វមានបុណ្យតទៅទៀតដែររឿងរបស់អ្នកណានារីអ៊ីងកូនក្រមុំរបស់ឆ្មាំទ្វារព្រំដែននគរលូបានចូលរួមកម្សាន្តក្នុងពិធីបុណ្យមួយនៅក្នុងភូមិពួកក្រមុំក្នុងភូមិបានចាប់ដៃគ្នារួមច្រៀងយ៉ាងសប្បាយរីករាយជុំវិញភ្នក់ភ្លើងស្រាប់តែនាងអ៊ីងនឹកឃើញយំហ៊ូឡើងមិត្តភក្តិទាំងអស់ឆ្ងល់នឹមគ្នាសួរឯងមានរឿងអីបានជាយំនិយាយឲ្យយើងបានដឹងផងមកមើលនាងអ៊ីងនិយាយទាំងសំឡេងអន្ទើអន្តក់ឲ្យមិត្តភក្តិស្ដាប់ថាខ្ញុំបានឮដំណឹងមកថាព្រះរាជបុត្រនៃនគរវើយបានប្រព្រឹត្តអំពើមិនគួរគប្បីជាច្រើនហេតុនេះហើយទើបបានជាខ្ញុំយំមិត្តភក្តិទាំងអស់នឹមគ្នាអស់សំណើចនគរវើយមានទំនាក់ទំនងអីជាមួយនគរលូរបស់យើង
ទោះបីជារាជបុត្រនគរវើយធ្វើខុសធ្វើត្រូវអ្វីក៏ដោយវាជារឿងរបស់ពួកអ្នកមានអ្នកធំឯងគ្រាន់តែជាកូនរាជកំពេចកំប៉ុកតូចតាចចាំបាច់ទៅខ្វល់ខ្វាយរឿងនេះនាំតែអំពើដល់ខ្លួនធ្វើស្អីនាងអ៊ីងបកស្រាយថាខ្ញុំមិនគិតដូចពួកឯងទេប៉ុន្មានឆ្នាំមុនមកនេះសឺម៉ាវុនបានបង្ករឿងអក្រិតចំពោះមហាក្សត្រសុងគេភៀសខ្លួនចូលមកក្នុងរថលូរបស់យើងហើយក៏មកពួនសំណាក់នៅទីនេះខ្សែរបស់គេបានចូលទៅក្នុងចំការស៊ីផងចិនផងខ្ទេចដំណាំខ្ញុំស្ទើរតែអស់រលីងឆ្នាំនោះគ្រួសារខ្ញុំខាតប្រាក់ចំណូលអស់ជាងពាក់កណ្ដាលឯណោះកាលពីឆ្នាំទៅមិញស្ដេចកៅជាតិមហាក្សត្រនៃនគរយាបានលើកទ័ពទៅវាយនគរវូធ្វើឲ្យអ្នកគ្រប់គ្រងនគរផ្សេងមានការភ័យខ្លាចនាំគ្នាទៅយកចិត្តពួកគេនគរលូរបស់យើងបានបញ្ជូនស្រីស្អាតឲ្យទៅធ្វើជាស្នំរបស់គេបងស្រីខ្ញុំក៏ត្រូវគេកេណ្ឌយកទៅក្រោយមកបងប្រុសរបស់ខ្ញុំធ្វើដំណើរទៅលេងបងស្រីនៅនគរយាត្រូវពួកចោរប្លន់សម្លាប់នៅតាមផ្លូវទៅសូម្បីតែក្បាលរបស់គាត់ដែលត្រូវពួកវាកាត់ចោលក៏រកមិនឃើញផងនាងអ៊ីងជូតទឹកភ្នែកហើយនិយាយបន្តថាការដែលទាហាននគរយាគេទៅវាយនគរវូវាពុំមានតាក់ទងអីនឹងនគរយើងក៏ពិតមែនតែអ្នករងគ្រោះគឺជាបងស្រីរបស់ខ្ញុំអ្នកដែលស្លាប់យ៉ាងអាណោចអាធមគឺជាបងប្រុសរបស់ខ្ញុំនេះគឺជាការបង្ហាញឲ្យឃើញថាទោះបីជាអ្នកមិនមែនជាមនុស្សនៅនគរជាមួយគ្នាអ្នកធំនិងរាជមានឋានៈទាបខ្ពស់ខុសគ្នាប៉ុន្តែរឿងគ្រោះកាចឬសោកទុក្ខវាតែងមានទំនាក់ទំនងជាមួយគ្នាដោយជៀសមិនផុតឡើយក្នុងពេលនេះរាជបុត្រានៃនគរវើយប្រព្រឹត្តអំពើមិនល្អព្រមទាំងចូលចិត្តបង្កសង្គ្រាមទៀតផងឯខ្ញុំនៅមានសល់បងប្រុសតែម្នាក់គត់តើធ្វើម៉េចនឹងដឹងថាតើវាមានរឿងអីកើតឡើងចំពោះគេទៀតហេតុនេះតើមិនឲ្យខ្ញុំព្រួយបារម្ភមិននឹងកើតបើពិចារណាទៅតាមរយៈពេលរបស់រឿងដែលមានចំណាស់ជាង 2000 ឆ្នាំមកហើយនោះយើងឃើញថានាងអ៊ីងជានារីដែលមានគំនិតវែងឆ្ងាយអាចមើលឃើញទៅដល់គ្រោះភ័យដែលគ្រួសាររបស់ខ្លួនត្រូវប្រឈមមុខដោយសារតែសម្ព័ន្ធភាពយ៉ាងស្មុគស្មាញជាមួយសង្គមទាំងមូលគ្រោះភ័យវិបត្តិផ្សេងឬសេចក្តីសុខវាតែងយឹតយងគ្នាទៅវិញទៅមករវាងសមាជិកផ្សេងក្នុងសង្គមសុខនិងទុក្ខជាគូបដិបកហើយក៏មានសម្ព័ន្ធជាមួយគ្នាផងដែរបើយើងមើលដោយសើនគរទាំងពីរគ្មានតាក់ទងអីនឹងគ្នាទេរាជនិងអ្នកធំមានឋានៈខុសពីគ្នាដាច់ស្រឡះហាក់បីដូចជាពុំមានទំនាក់ទំនងអ្វីរវាងនគរទាំងពីរឡើយតែតាមការពិតបាតុភូតទាំងនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌដ៏ជាក់លាក់មួយរឿងស្រុកមួយនឹងស្រុកមួយរឿងអ្នកធំនិងប្រជារាស្ត្រតែងប៉ះពាល់ដល់គ្នាក្នុងប្រការណាមួយដោយជៀសមិនផុតបើក្នុងជីវិតពិតយើងមើលមិនឃើញរឿងទាំងនេះទេយើងនឹងទៅជាមនុស្សមីញោបចំពោះឆាកជីវិតរួមទាំងរឿងនយោបាយផងដែរ